កំណើតមកពីខាងអូស្ត្រាលីអាហ្វ្រិកខាងត្បូងយូហ្គីនីបាទនិងចង់ខ្លះនៅឥណ្ឌូនេស៊ីបាទសានេះយើងយកមកពីខាងនោះបាទនេះគឺបើសិនជាវារស់នៅក្នុងព្រៃវាបានដល់70ឆ្នាំបាទគេបញ្ជាក់នេះដូចជាពី20ឆ្នាំទៅ40ឆ្នាំបាទបើរស់នៅក្នុងព្រៃបើរស់នៅក្នុងព្រៃបានចន្លោះពីប៉ុណ្ណឹងតែបើសិនជាយើងយកមកចិញ្ចឹមខ្លួនឯងបើយកមកចិញ្ចឹមបានដល់70ឆ្នាំបាទយូរដែរនេះតែវាដោយសារវាចិត្តផុតពូជទេបងប្អូនគឺចិត្តផុតពូជខ្លាំងហ្មងបាទអញ្ចឹងគេចាប់ដើមអភិរក្សបាទដល់ពេលមកតាំងពីពណ៌ចេះបងប្អូនថាអើយប្លែកសត្វអីហ្នឹងចាំបានថានៅក្នុងកម្មវិធីរបស់យើងនេះគឺអរគុណទៅដល់ខាងអ៊ីអនណាកាលណាដែលប្រភេទសត្វកាចហើយយើងយកទៅដាក់ទ្រុងណាដូចយើងបិទសេរីភាពអញ្ចឹងបាទតែវាមានស្រឡាញ់ចូលចិត្តច្រើនបាទដោយសារកណ្ដោតនេះគឺជាសត្វដែលមានរោមស្អាតបាទហើយក៏មានកតុយស្អាតដល់ពេលដែលបើកកតុយមកបាទអ្នកស្រឡាញ់កតុយនេះច្រើនណាស់បងប្អូនដោយសារសត្វកណ្ដោតបាទស្តៀងគ្នាអញ្ចឹងតែប៉ុន្តែជាមួយមកវាគឺតែយកគេមកជួយឌីមកព្រោះណាបាទជួយឌីអូនជួយឌីបាទអូនជួយឌីនេះគឺស្លូតទេបងប្អូនបាទស្លូតសង្ហាស្អាតជូតបាទពេលច្រើនបងប្អូនយើងក៏ចង់ថតរូបតែមួយអូនជួយឌីនេះទីជូតបាទឥឡូវ